សូមស្វាគមន៍ចំពោះកម្មការមេរៀនបន្តទៀតសម្រាប់មេរៀននេះគឺយើងរៀនតទៅជាមួយនឹងការប្រើប្រាស់ទៅលើ tool មួយទៀតឈ្មោះថា Strowit សម្រាប់បងប្អូនដែលមិនទាន់បានជួយចុច Subscribe សូមជួយចុច Subscribe ក៏ដូចជាចុចរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពីការចែករំលែកការប្រើប្រាស់កម្មវិធី Affinity Designer សម្រាប់ Strowit គឺប្រើដើម្បីធ្វើការ edit ទៅលើទំហំរបស់ stroke នៃ object យើងចង់ឲ្យវាធំយើងចង់ឲ្យវាតូចគឺយើងអាចសេរីដោយប្រើប្រាស់ទៅលើឧបករណ៍មួយឈ្មោះថា Strowit អូខេអញ្ចឹងខ្ញុំចូលមកបង្កើត object មួយឧទាហរណ៍ខ្ញុំបង្កើតជា elite មួយចុះចឹងយើងដឹងហើយនេះគឺជា stroke នេះខាងព័ទ្ធជុំវិញហ្នឹងឥឡូវខ្ញុំដាក់ពណ៌វាទៅលើពណ៌អីមួយអូខេនេះគឺជា fill អញ្ចឹងសម្រាប់ stroke width ហ្នឹងគេប្រើប្រាស់ដើម្បីធ្វើការសារ៉េទៅលើទំហំ stroke ឥឡូវឧទាហរណ៍ថាខ្ញុំធ្វើការដោះវាចេញសិនខ្ញុំដោះ fill ចេញខ្ញុំclick select លើវាមកខ្ញុំចូលមកកន្លែងនេះខ្ញុំ click នេះហើយខ្ញុំចុចសញ្ញាដនេះចូលឧទាហរណ៍ខ្ញុំមានអានឹងមួយខ្ញុំចង់ធ្វើការសារ៉េឬក៏ adjust កែសម្រួលទៅលើទំហំរបស់វាអញ្ចឹងបើសិនបើយើងមើលទំហំ stroke នេះគឺវាទំហំវាប៉ុនគ្នានេះ20.1 point ឥឡូវถ้าខ្ញុំដាក់លេខកូដចូលដាក់វាត្រឹមតែ20ខ្ញុំវាយលេខ20ចូលហើយ enter អញ្ចឹងទំហំរបស់វាមួយជប់នឹងគឺតែ20ទេឥឡូវถ้าយើងចង់ធ្វើការសារ៉េវាយើង click select លើវាមកហើយយើងចូលទៅប្រើប្រាស់ទៅលើ tool មួយឈ្មោះថា Strowit click លើវាអូខេ click លើវាហើយយើងមើល option នៅខាងលើឥឡូវខ្ញុំកុំអត់ទាន់គិតទៅលើ option ហ្នឹងឥឡូវខ្ញុំធ្វើការដោះវាសិនអូខេខ្ញុំធ្វើការ click ហើយយើងទាញវាយើងឃើញនេះយើងអាចធ្វើការសារ៉េទំហំវានេះអានេះគឺទំហំវាគឺវាធំជាងមុនអានេះគឺជាទំហំ original របស់វាឥឡូវថាខ្ញុំចង់បន្ថែមកន្លែងនេះទៀតខ្ញុំ click វាមួយហើយខ្ញុំទាញវាចុះក្រោមវាឃើញខ្ញុំ click វាមួយហើយខ្ញុំទាញវាអញ្ចឹងយើងអាចសារ៉េទៅលើទំហំ stroke នឹងបានយើងចង់ឲ្យវាធំឬក៏ឲ្យតូចអីគឺយើងអាចប្រើប្រាស់ទៅលើstroke width ហ្នឹងហើយយើងអាច click ទាញអូសវាដើម្បីធ្វើការសារ៉េទីតាំងអូខេចឹងអានេះយើងបិទវាបើសិនបើយើងករណីយើងចង់ធ្វើការដោះវាវិញទេគឺគ្រាន់តែធ្វើការ click កន្លែងហ្នឹងមក click វាញាប់មកគឺវាធ្វើការបិទវាវិញហើយវាមកទំហំ original របស់វាវិញបើយើងចង់ថែមវាគឺយើងគ្រាន់តែ click វាមួយហើយយើងយក cursor ទាញទៅលើដៃវាសងខាងនេះអូខេឥឡូវខ្ញុំធ្វើការលុបវាចេញសិនអាហ្នឹងខ្ញុំគិតថាយើងនឹងយល់អំពីរបៀបប្រើប្រាស់វាតែតើនឹង pen tool អញ្ចឹង pen tool គឺដូចជាមួយនឹងឧបករណ៍ផ្សេងទៀតដែរយើង click វាមួយមកខ្ញុំសកត់ទាញវាដើម្បីបង្កើតទៅលើ side curve អញ្ចឹងឧទាហរណ៍ខ្ញុំមានប៉ុណ្ណឹងអូខេខ្ញុំចង់ធ្វើការសារ៉េវាចឹងខ្ញុំ click ទៅលើ not tool នេះមកហើយខ្ញុំអូសវាសារ៉េវាចុច Ctrl C back វាមកវិញអូខេអញ្ចឹងឧទាហរណ៍ខ្ញុំចង់ធ្វើការសារ៉េទៅលើនេះទំហំ stroke ហ្នឹងយើងគ្រាន់តែធ្វើការ click select លើវាមកហើយយើងចូលទៅប្រើប្រាស់ទៅលើ stroke width យើង click លើវាអូខេបន្តមកទៀតគឺយើងមើលពិនិត្យមើលទៅលើ option នេះអានេះគេដាក់ថា lock line vein lock line vein នេះគឺមានន័យថាគឺវា lock ទៅលើទំហំនៃ stroke ហ្នឹងឥឡូវយើងពិនិត្យមើលវាសិនមុនយើងប្រើប្រាស់វាយើង click លើវាមកហើយយើងមើលទៅលើទំហំ stroke នេះអញ្ចឹងគឺនេះទំហំវា20ឥឡូវឧទាហរណ៍ថាខ្ញុំចង់ធ្វើការប្រើប្រាស់ទៅលើ stroke width អញ្ចឹងខ្ញុំ click លើវាមកខ្ញុំ click ទៅលើវានេះបន្តមកទៀតខ្ញុំ click វាមួយសំទោសខ្ញុំបើក option នេះសិនហើយខ្ញុំ click វាអញ្ចឹងគឺទំហំ original របស់វាគឺ20ឥឡូវខ្ញុំធ្វើការ zoom វាធំបន្តិចអូខេអញ្ចឹងគឺខ្ញុំអាចធ្វើការ click ទាញព្រមវាចុះក្រោមរបៀបនេះតែបើយើងបើទាញវាមកលើនេះវា lock ហើយនេះអត់អាចទាញមកលើទំហំ original របស់វាទេអូខេលំដល់ទៀតខ្ញុំ click កន្លែងណាមួយកន្លែងនេះមួយបើសិនបើយើងទាញជោគចុះក្រោមគឺវាឲ្យយើងទាញឡើងលើក៏វាឲ្យដែរក៏ប៉ុន្តែមកដល់ទំហំ original របស់វាទំហំដើមរបស់វាគឺវា lock នេះ option នេះ
ok មួយទៀតតើតោងជាមួយនឹងlock point order lock point order លើខ្ញុំមើល lock point order នៅពេលណាយើង click ទាញវាខ្ញុំបិទវាខ្ញុំបើកវាខ្ញុំទាញវានេះវា lock ដល់ឆ្លងកាត់ទេនេះអញ្ចឹងឧទាហរណ៍ថាយើងមានចំណុចនេះមួយហើយចំណុចនេះមួយយើងចង់ធ្វើការទាញអានេះអូកាត់អញ្ចឹងគឺវា lock វាឲ្យឆ្លងកាត់នេះឥឡូវខ្ញុំ add វាមួយទៀតខ្ញុំដាក់វានៅខាងនេះអូខេឥឡូវខ្ញុំចង់ធ្វើការអូសអានឹងនេះអូសអានេះមកនេះអញ្ចឹងខ្ញុំ click វាមកខ្ញុំទាញវាអញ្ចឹងគឺវាអាចទៅមុខបានទេដោយសារតែយើងជាប់ option នេះមួយដោយសារតែយើង lock point order នៅពេលដែលយើងបើកហើយយើងទាញវាគឺវាអាចឆ្លងកាត់បានហើយខ្ញុំធ្វើការ zoom វាតូចវិញបន្តិចអូខេឥឡូវយើងតទៀតខ្ញុំចូលមកចំណុចមួយទៀតដែលតទៅ snap នេះ snap to curve order មិនពិបាកទេហ្នឹងខ្ញុំ click មកហើយខ្ញុំបើក option ហ្នឹងគឺវានឹង snap នេះវាឆក់ជាប់ចឹងអូខេហើយខ្ញុំតទៀតមួយទៀតតទៅនឹង option មួយទៀតអានេះគឺ snap to width on same curve មានន័យថាបើសិនបើយើងមាននេះអានឹងច្រើននេះ1 2 3ឥឡូវខ្ញុំមើលទំហំវាខុសគ្នាបើសិនបើខ្ញុំនេះមានទំហំឧទាហរណ៍ទៅទំហំលេខរៀងទី1លេខរៀងទី2លេខរៀងទី3ទៅពេលណាខ្ញុំទាញវាឥឡូវខ្ញុំធ្វើការទាញវាខ្ញុំ click ទាញវាអញ្ចឹងនៅពេលណាខ្ញុំទាញអានេះចុះក្រោមអញ្ចឹងមានន័យថាទំហំនេះកន្លែងនេះហើយនៅកន្លែងនេះវាស្មើគ្នាដោយសារតែយើងបើកទៅលើ snap to width on same curve អញ្ចឹងទំហំពីរនេះស្មើគ្នាឥឡូវខ្ញុំឧទាហរណ៍ខ្ញុំទាញវាចុះក្រោមទៀតទាញចុះក្រោមមកគឺអាទំហំនេះគឺវា snap ជាប់ជាមួយនឹងនេះអញ្ចឹងមានន័យថាទំហំនេះហើយនឹងទំហំនេះគឺស្មើគ្នាឥឡូវឧទាហរណ៍ខ្ញុំទាញវាចុះក្រោមថែមទៀតនេះអូខេហើយខ្ញុំចាប់ផ្ដើមសេរីនេះម្ដងខ្ញុំទាញវាតូចបន្តិចអូខេអញ្ចឹងគឺវា load សញ្ញាយើងមានន័យថាទំហំកន្លែងនេះហើយនឹងទំហំកន្លែងនេះគឺវាដូចគ្នាអញ្ចឹងខ្ញុំគិតថាมันពិបាកក្នុងការប្រើទេអញ្ចឹងបើសិនបើយើងចង់ធ្វើការលុបវិញគឺយើង click កន្លែងហ្នឹងវិញមកគឺវាដោះឲ្យយើងចង់ថែមគ្រាន់តែ click លើវាមួយមកហើយយើងចង់សេរីទំហំនៃ stroke ហ្នឹងគឺយើងប្រើដៃរបស់វា click ទាញអូដើម្បីផ្លាស់ប្ដូរទីតាំងឬក៏ពង្រីកពង្រួមទៅលើទំហំដែលយើងចង់បានអូខេអញ្ចឹងសម្រាប់មេរៀននេះគឺយើងបានរៀនអំពីរបៀបនៃការប្រើប្រាស់ទៅលើ stroke width អញ្ចឹងសូមអរគុណសូមជម្រាបលា